មនុស្សម្នានឹងនាំគ្នាឆោឡោឡើងដោយសារតែបានបាត់ខ្លួនសមាជិកគ្រួសារម្នាក់ម្ដងដែលអត់កំបាំងចុងក្រោយទៅដឹងថាពួកគេបាននាំគ្នាទៅចងកនៅលើដើមឈើតែមួយបងស្រីម្នាក់មានឈ្មោះថាបងណែតហ្នឹងគឺគាត់បានចែកម្លែកថាកាលគាត់នៅអាយុ8ឆ្នាំគឺគាត់បានជួបរឿងដែលគួរឲ្យរន្ធត់មួយពេលហ្នឹងគាត់បានចាំច្បាស់ថាគឺឪពុកម្ដាយគាត់ហ្នឹងក៏បានចែកផ្លូវគ្នាលែងដាស់គ្នាអញ្ចឹងណាហើយគាត់ហ្នឹងក៏សម្រេចចិត្តមកតាមម្ដាយគាត់ហើយឪពុករបស់គាត់ហ្នឹងគឺយកបងប្រុសគាត់ទៅមួយអញ្ចឹងគាត់មានបងប្អូនចំនួន2នាក់បន្ទាប់មកគាត់ក៏បានមកខាងយាយគឺពេលហ្នឹងបែងចែកទ្រព្យសម្បត្តិកូនចៅគ្នាហើយក៏មករស់នៅខាងផ្ទះយាយខាងម៉ែរបស់គាត់វិញដោយគាត់ពិតជាអត់ដាច់ចិត្តពីបងប្រុសរបស់គាត់ទេព្រោះអីបងប្អូនគាត់ហ្នឹងគឺស្រឡាញ់គ្នាខ្លាំងមែនតើប៉ុន្តែដោយសារតែចាស់បានបែកបាក់គ្នាអញ្ចឹងធ្វើឲ្យកូនចៅហ្នឹងក៏បែកពីគ្នាដែរដោយគាត់តាំងពីកើតមកគាត់មិនដែលទៅផ្ទះយាយគាត់ទេអញ្ចឹងនេះជាលើកទី1ហើយទៅម្ដងនេះគឺទៅបែកបាក់គ្រួសាររបស់គាត់តែម្ដងហើយការធ្វើដំណើរតាមផ្លូវហ្នឹងទៅគាត់សង្កេតឃើញថាផ្ទះយាយគាត់នៅឆ្ងាយពីផ្ទះគាត់ខ្លាំងមែនតើណាដោយសារតែផ្ទះរបស់គាត់ហើយនឹងនិយាយចំគ្រួសារថ្មីរបស់គាត់ហ្នឹងគឺនៅក្នុងខេត្តមួយអញ្ចឹងការធ្វើដំណើរឆ្លងខេត្តនឹង2-3ខែដល់មុំទៅដល់ផ្ទះរបស់យាយគាត់ពេលទៅដល់ភ្លាមគឺយាយគាត់ចេញមកទទួលចៅហើយនឹងកូនដោយមានអារម្មណ៍ថាសោកសៅខ្លាំងមែនតើដោយការជួបជុំម្ដងនេះដូចអត់សប្បាយសោះតែម្ដងហើយគាត់ក៏បានឃើញយាយរបស់គាត់ហើយក៏ជម្រាបសួរអីអញ្ចឹងណាហើយយាយរបស់គាត់ហ្នឹងគឺស្រឡាញ់គាត់ខ្លាំងមែនតើគាត់ថាបែកគ្នាតាំងពីតូចនៅកូនង៉ែតឥឡូវចៅនឹងធំហ្មងនឹងចិត្តកំមុំហើយយាយរបស់គាត់ហ្នឹងគឺនៅជាមួយពូរបស់គាត់មួយទៀតណាដោយពូរបស់គាត់ហ្នឹងមានគ្រួសារហើយប៉ុន្តែនៅជាមួយគ្នាអញ្ចឹងតែអត់ទាន់មានកូនទេដោយម្ដាយរបស់គាត់ហ្នឹងគឺជាកូនបងនៅក្នុងគ្រួសារប៉ុន្តែឥឡូវពេលបែកបាក់គ្នាអញ្ចឹងទៅក៏មិននៅជុំគ្នាវិញអញ្ចឹងណាគាត់ថានៅជុំវិញផ្ទះយាយគាត់ហ្នឹងសិតតែដើមចេកហ្មងដោយសារតែយាយគាត់ហ្នឹងជាអ្នកចូលចិត្តដាំដំណាំដាំដុះអីអញ្ចឹងដើម្បីលក់ដែរគឺមានតាំងពីចេកមានអំពៅមានដើមស្វាយដើមដូងអីនិយាយចំនឹងសុបទ្រុបហ្មងផ្លូវដែលចូលផ្ទះយាយគាត់ហ្នឹងគឺដើមចេកហុំចិត្តអស់ហើយនៅសល់តែមួយផ្លូវឯដើរចូលក្នុងព្រោះអីផ្ទះហ្នឹងហើយមុំទៅដល់ក្រៅហ្នឹងគឺមានផ្លូវចូលទៅទៀតនិយាយចំតាមសុកខ្សែគឺមិនងាយថាមានផ្ទះនៅជាប់ផ្លូវហើយគឺមានដីទលាយអញ្ចឹងណាបងណែថាគាត់សង្កេតមើលថានៅមុខលបងផ្ទះរបស់អ្នកភូមិនីមួយតែងមានដាក់ទឹកអីគេទេពណ៌ក្រហមនៅក្នុងដបនៅក្នុងថង់ចងនៅមុខនឹងហ្មងនិយាយចំភូមិគេគាត់តែមើលឃើញហ្នឹងក៏ព្រឺដែរអញ្ចឹងទៅគាត់ក៏បានសួរម៉ែគាត់ថាម៉ែគេដាក់ដបហ្នឹងធ្វើអីគេដាក់ទឹកពណ៌ក្រហមហ្នឹងធ្វើអីមើលទៅដូចជាឈាមតែពេលឲ្យម៉ែប្រាប់ថាជាទំនៀមទម្លាប់របស់គេកូនកុំខ្វល់គឺគាត់នៅបានមួយថ្ងៃគាត់បានមានឃើញក្មេងៗរត់លេងអញ្ចឹងគាត់ចង់ទៅលេងជាមួយគេខ្លាំងមែនតើនៅមុខផ្ទះហ្នឹងហើយគេក៏តាក់ទងគ្នាបាននាំគ្នាមកលេងនៅមុខលបងហ្នឹងគេលេងឡុកឡលេងអីជាមួយគ្នាបន្ទាប់មកគឺគេខ្វះទឹកអត់ដឹងថាយកទឹកអីយកមកធ្វើឡុកឡអញ្ចឹងហ្នឹងក៏ឃើញអាដបដែលគេថាដាក់ទឹកពណ៌ក្រហមនៅអាកន្លែងមុខផ្ទះហ្នឹងក៏យកស្រាយយកមកលេងឡុកឡជុំគ្នាអញ្ចឹងណាមានដឹងថាគេទុកធ្វើអីយកធ្វើអីឯណាអញ្ចឹងក៏នាំគ្នាលេងដោយសប្បាយចិត្តអញ្ចឹងទៅអាពេលល្ងាចក្បាលប្រលប់ហ្នឹងកំពុងតែលេងសប្បាយហ្នឹងម៉ែរបស់គាត់ហៅឡើងមកលាងដៃលាងអីដើម្បីហូបបាយជុំគ្នាជាមួយគ្រួសារអញ្ចឹងណាគាត់ហ្នឹងក៏មកទាំងដោយនិយាយចំក្មេងស្ដាយខ្លាំងមែនតើថាអត់ចង់មកទេប៉ុន្តែឆ្លៀតប្រាប់គេថាស្អែកមកលេងកន្លែងហ្នឹងទៀតហើយគាត់ជាមួយនឹងក្មេងៗហ្នឹងក៏បែកគ្នាទៅតែរៀងខ្លួនអញ្ចឹងទៅពូមីងរបស់គាត់ដែលថានៅជាមួយគ្នាហ្នឹងក៏ស្ដីឲ្យថាកុំទៅលេងជាមួយក្មេងៗអស់ហ្នឹងព្រោះអីពួកហ្នឹងខូចចាប្រយ័ត្នលេងចេះលួចចេះអីដូចគ្នាអញ្ចឹងណាដែលធ្វើឲ្យម៉ែរបស់គាត់ហ្នឹងថាគ្មានអីទេក្មេងៗវាលេងទៅវាអត់ស្តុកវានៅនេះវាអត់ស្គាល់ណាគេហងកំពុងហូបបាយជុំគ្នាហ្នឹងស្រាប់តែមានអ្នកភូមិម្នាក់មកហៅយាយរបស់គាត់ថាមានរឿងនៅtrongភូមិអីចឹងទៅឲ្យទៅជួយមើលថាសួរមានរឿងអីគេថាមានមនុស្សបាត់ខ្លួនអញ្ចឹងក៏ធ្វើឲ្យយើងដឹងថាតាមពិតយាយរបស់គាត់ហ្នឹងក៏ចេះមើលអីតាមផ្លូវក្នុងដែរគាត់តែថាចេះម៉មឯហ្នឹងតពីជំនាន់គាត់មកអញ្ចឹងទៅគាត់ហ្នឹងក៏បែកបានតែ2-3ម៉ាត់រៀបចំកន្ត្រកស្លាទ្រក់មលូដើរទៅជាមួយគេអញ្ចឹងទៅប្រាប់ឲ្យកូនហ្នឹងហូបបាយហូបទឹកឲ្យបិទទ្វារទៅចាំប្រហែលជាគាត់បើមិនយប់ទេបិណ្ឌផឹកបានមកដល់យប់ហ្នឹងពូហើយនឹងមីងរបស់គាត់ហ្នឹងគេដេកនៅក្នុងបន្ទប់គេតាមរដងអញ្ចឹងណាហើយគាត់ហើយនឹងម៉ែរបស់គាត់ហ្នឹងនៅដេកខាងក្រៅមុខបន្ទប់ហ្នឹងអញ្ចឹងទៅហើយគាត់បានឃើញម៉ែរបស់គាត់ហ្នឹងដេកបែរខ្នងដាក់គាត់ហើយមានអារម្មណ៍ថាម៉ែរបស់គាត់យំអញ្ចឹងណាគាត់ដេកអោបម៉ែគាត់អញ្ចឹងទៅពួកអីគាត់ដឹងហ្មងនិយាយចំទោះគាត់ក្មេងមែនក៏គាត់ដឹងយល់អារម្មណ៍ម៉ែគាត់ពិបាកចិត្តរឿងបែកបាក់គ្រួសារថ្មីអញ្ចឹងមិនតាន់ធ្វើចិត្តបានអញ្ចឹងណាមួយក៏គាត់នឹកឃើញដល់បងប្រុសរបស់គាត់ដែរអ
chẳng tới bàn mà tụt tú khơi mai con mèn lụn chẳng tới con có nực khơi tha ô là nghĩ mấy non kia lên lọc lò hay ở bảy kia ta nắng tụng lọc lò trao là nằng chẳng có cất ha khla là cái vô bọc con lên hay phật lang ở bên ấy lên tiền chẳng tới con có thua chỉ cho từ nôm hay mai bọc con than nôm hay hụt lang mà vinh cồn bên nắng khải plư đây ta hình chẳng tới con ở khla để trên mau khéo nắng plư mơ kia khơi mộng chẳng có đau từ một tè chẳng đôi đại nhảy chẳng bị té con tự đo một tè nắng với hiện trừ đài hay bên phẩy bên anh chẳng cái nè mới tới hiện củi khai đài tái quát mình mà nè đài ọt khai sau mộng đa từ tập mồ lọc lò vô mà đỏ tập bê hái quát hiệp vô đa trên mau vậy nắng quát ban khơi nơi là bong tè nắng á miên mình nước sợi mình nè sọ sòng pôn thông mộng nơi cho nơi một là bong năng mơ mà quạt nghĩa tới quạt man từ dây quạt hai tha dây mến dây mà với nhảy tập bên nắng cưa bên nào cái slideแบบquạt để quạt ban mơ khơi mình đừng mình đã xảy nắng cưa một lần không mau hay nhìn nhấm trên thông minh là khỏa món á quạt từ khơi nhá quạt cái thắc mau chơi trong tới quạt có rút trâu teo bún lần xảy phong ai phong này lờ teo nắng có chao lao mà tháp bát bằng này đang tương này chẳng á thầm vất mai quạt phèo thà vì châu là chương nô mà bên tay mình lư lấy cái sẽ chẳng mình hay nòng pu quạt hay nòng mai quạt có cho bao khổng bên sạp tại khơi quạt nắng đây sẽ lọp cặp một nơi một cam chả đã ở đằng mòn mai quạt cái thà quạt lẹ đây rồi chắc ban chập đó mày nè có hai con ở chui ngún câu đây chẳng bộ ấy trên bình thủ câu đây chẳng ta là một quên này một quên nhớ sợ tại đây mà với cặp một ở chẳng ta bàn mà plek nó con có đăng luôn vinh con phải thắc màu chẳng tới có mai con vô tha con nó khạch màu cái tha con phay luôn phải lần anh chẳng á có dùng co mà đặt nắng vô một bài và che từ hay có ban vậy tha xôm ai phải lần còn nét bọn nhôm nâng tang buồn đạp sắp khủng nâng ai từ lọp châu luôn vinh cùng ai phát cùng ai phay hay vô từ tam coi ta phát phay nâng ở sọc sờ bài hay bật toa pin giấy hay cứ quạt nâng ban luôn là hồ đỏ côn quạt nâng đầy lụa vinh chầm nay pu bỏ quạt vẫn cứ quạt ọt cực tha chỉ ca phay khạch bọc mình thon mà đà tề cứ quạt tha chập đam ọt sủa hài quạt nâng có ai bồn quạt hay nâng bong sấy quạt nâng là ngày quạt từ mơ một tem mà plek hai có cho pi chả đá tới đa sẽ đá từ một tem mòn hai căn cầm bật từ mùi đá quạt có đá tự đo một tem nâng quạt khơi sập hiệp ọt đỏ tề quạt ban mơ tới đọp thmo để cái tròn miên tập chiêm nằm nàng nơi là bong nâng á bát đã đăng từ nà bàn tịch nâng quát có ban mơ tam chỉ chi nâng có khơi tha đọp nâng bạch chai nó một quạt mong á muốn tập bóng đọp nâng phải khơi vô lên ăn men bay tề tập quạt tự đót ban khơi thạo bạch mò lư tài phăng nâng một quạt nâng mong quạt nâng có cực tha và hai chỉ mua là hai nâng tự đăng bàn chập đam bên hướng nâng cát la ngó vậy nâng quạt hiệp cho một te với hai sạp hai quạt khơi mai bỏ quạt nâng nư cả đá phở hay bỏ đai hai quạt chẳng á quạt số tham mày máy mà vẫn vô nở mày hụt ma mơ niệm mày mơ ở đọp thì bạch trai ở lý nhân bên hướng ấy mến mày chui mơ thì mơ tập bên nâng mai quạt ở slide tệ mai quạt bỏ đai hay đá từ ở châu từ nông phẩy khang mục nâng mà này tiết á dưới trong phơi om sòng khang nó còn miên phẩy ha phơi châu te có nó còn miên phẩy chẳng tới còn cờ khơi mai quạt đa cho thấy quạt có hột tam có tha mày ta đừng thở ấy mày dưới trong quạt mưa khơi chỉ mai bỏ quạt bàn tay tam bật ấp tê này tặng óc này mai bỏ quạt toàn mà vinh tê ở đăng tha đi cứ chiều về bật và cọt sập hai dương có cắt mọt đó về lầm lang vinh về lầm lang mai có thử ban nẹt phum để vô tơ tăng bị dục nắng chun tạt lọt mà vinh chẳng á nè có côn in chẳng tờ gì nó mà đó té bàn tay ngắt ở khơi côn trái nắng tơ na tập về hai quạt có ban sẽ hai in chẳng tơ xua thả vấn tơ na mà đang hạt vô cô vô một pe trên bị khảo tiệt quạt bọc sla và đá lụ và đá bạt mà nữ tơ na ở lít mà té tầng tôi tầng thâu mình chẳng nè bàn tay tứ có khơi bụi nẹt phum pi bị nẹt hay nâng côn sấy bỏ quạt hay nâng côn bọc xa bỏ quạt chai bỏ quạt đài rụt màu trên bị khỏi té nâng choang choát mong tức có khơi hay cọt ngao xu bên hướng ấy mền đông tia chả lá cho bên nâng tông một nẹm nẹm pay slon slao chiều xe côn bọc xa sấy bỏ quạt nông dung phong vậy phong tham mai bạt bồng vân này bạt tăng bị dỗ bọ đăng tha tơ na tê phụ nhom đom khniêu mà hồ một phở cây tăng bị giang xẻng lọt khơi tê mai còn từ lứ nâng pay mỏng hai ban phèp tha quạt nâng cứ ban mau pi trồng phum hai còn miền mà được bạt luôn đây hai nẹm phum đại mau pi bảy nẹm nâng cứ miền chui đa hồ bồng vân nâng này nè cứ cái đa hồ mà chắc hồ xa cái đa hình trong ban từ chụp khniêu nơi khỏi phum
ចឹងក៏នាំគ្នាមកទាំងអស់គ្នាតាមពិតទៅដឹងថាម្នាក់នឹងសិតតែបាត់សមាជិកគ្រួសារម្នាក់មួយអញ្ចឹងទៅហើយមានទាំងស្រីមានទាំងប្រុសទៀតអ្នកស្រុកនឹងភ័យខ្លាំងមែនតើថាមិនក៏ភូមិយើងឥឡូវមិនក៏មានរឿងនឹងកើតឡើងពួកអីរឿងនឹងធ្លាប់កើតឡើងម្ដងហើយប៉ុន្តែបាត់យូរហើយទៅវិញអញ្ចឹងណាដែលធ្វើឲ្យម៉ែបងណែតនឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើអញ្ចឹងបាននៅក្នុងសភាពភូមិនឹងរៀងស្ងប់ស្ងាត់អីអញ្ចឹងទៅយាយបងណែតនឹងគឺបារម្ភពីកូនប្រុសគាត់ខ្លាំងមែនតើគាត់ឡើងទៅលើដើម្បីអុជធូបដើម្បីប្រាប់គ្រូគ្រាគាត់ប្រមាមើលថាហេតុអ្វីបានបាត់ខ្លួនថាទៅជ្រុងណាអញ្ចឹងដើម្បីឲ្យកូនចៅគាត់នឹងដើររយឆាប់ជួបប៉ុន្តែមែនណាគឺកូនផ្សារគាត់បានប្រាប់ថាម៉ែឯងកុំមើលព្រោះអីគិតថាខ្លាចក្បិតចិត្តដងឯងអញ្ចឹងណាម៉ែបងណែតក៏និយាយអញ្ចឹងដែរថាកុំមើលម៉ែចាំខ្ញុំហើយនឹងប្អូនថ្លៃហ្នឹងគឺទៅរកគេមើលនៅខាងក្រៅវិញហើយផ្ញើបងណែតនឹងគាត់ផងអញ្ចឹងណាឲ្យមើលចៅនៅនឹងហើយដោយតែគ្រូហ្នឹងរៀងឆ្ងាយបន្តិចទៅតាំងពីព្រឹករហូតដល់ល្ងាចហ្នឹងបានទៅដល់អញ្ចឹងហើយបានអ្នកស្រុកអ្នកភូមិហ្នឹងមានការអីច្រើនតែមករកយាយបងណែតព្រោះអីនៅចិត្តហើយក៏គាត់ឆត់ដែរអញ្ចឹងណាហើយឥឡូវទៅរកគេម្ដងហើយគ្រូហ្នឹងក៏រៀងឆត់ដែរគាត់ថានៅឆ្ងាយដូចដែលបានប្រាប់អញ្ចឹងពេលទៅដល់វារៀងល្ងាចហើយក៏បាននិយាយដើមហេតុដែលបាត់ខ្លួនប្តីរបស់គាត់ប្អូនរបស់គាត់អីអញ្ចឹងទៅស្រាប់តែគ្រូនឹងបានប្រាប់ថាគឺមានគេបន្លំខ្លួនពួកអមនុស្សនឹងយកទៅហើយគាត់តែលឺនឹងគឺភ័យហ្មងពួកអីតែយកទៅហើយមិនងាយឲ្យមកវិញទេប្រពន្ធពូវិនហ្នឹងគឺគាត់យំហ្មងហើយគាត់សុំវល់គ្រូហ្នឹងថាឲ្យជួយមើលផងថាប្តីគាត់ទៅឯណាហើយជួយសង្គ្រោះធ្វើមិនឲ្យបានតាន់ពេលវេលាអញ្ចឹងណាគាត់ក៏បានប្រាប់ថាទៅកាឡូតាន់ប៉ុន្តែគាត់អត់ប្រកាសទេឥឡូវគាត់ដឹងតែថាគាត់ប្រមាលមើលទៅឃើញថាទៅទិសខាងត្បូងហើយគ្រាន់តែលឺប៉ុណ្ណឹងម៉ែបងណែតហើយនឹងមីងគាត់ហ្នឹងគឺបញ្ញាប់បញ្ញាលនាំកម្លាំងហ្នឹងទៅរនៅទិសខាងត្បូងហើយកំពុងតែឆ្ងល់ថានៅទិសខាងត្បូងហ្នឹងសិតតែទឹកហ្នឹងនិយាយចំស្ទឹងគេកាត់ហ្នឹងអញ្ចឹងបានន័យថាឆ្លងស្ទឹងទៅទៀតមែនអញ្ចឹងទៅថាត្រូវតែទៅឆ្លងអីក៏ឆ្លងទៅសំខាន់ឲ្យរកប្តីរបស់ខ្លួនឯងត្រឡប់មកវិញឲ្យបានដោយគាត់នឹងក៏បានទៅរកកម្លាំងនៅពីភូមិអញ្ចឹងណាហើយឥឡូវប្រុសស្រីអីហ្នឹងគេអត់សូវចេញពីភូមិទៀតអញ្ចឹងពិបាករកកម្លាំងខ្លាំងមែនតើប៉ុន្តែដោយសារតែនៅសងអ្នកភូមិជាមួយគ្នាយោគយល់គ្នាអញ្ចឹងណាក៏រកបាន2-3នាក់ទៅជាមួយគាត់អញ្ចឹងគ្នាទាំងអស់ប្រហែលជា5នាក់ទាំងគាត់ហើយនឹងប្អូនរបស់គាត់ប្អូនថ្លៃរបស់គាត់ណានាំគ្នាជិះទូកផងដើរផងកាត់ព្រៃផងទៅចេះតែទៅឯប៉ុន្តែគឺអត់បានជួបទេអញ្ចឹងក៏នាំគ្នាត្រឡប់មកវិញគាត់ជួននឹងវាយប់ទៀតហើយនៅតាមផ្លូវហ្នឹងគឺម្នាក់មានពិលមានចន្លោះមានអីអញ្ចឹងណាហើយក៏ហៅនឹងពេញព្រៃហៅបដាអីបដាទៅប៉ុន្តែអត់មានអាគេតបសោះតែម្ដងអស់សង្ឃឹមហើយក៏នាំគ្នាចេញមកវិញប៉ុន្តែចៃដនអីមុំចេញមកវិញហ្នឹងគឺវាចិត្តភ្លឺមកវិញណាដោយសារតែព្រៃហ្នឹងវាជ្រៅពេកធ្វើឲ្យគ្រប់គ្នាវែងតែពេលចេញមកដល់ខាងក្រៅហ្នឹងគឺនាំគ្នារាប់មនុស្សទៅគឺបាត់ម្នាក់ទៀតអ្នកដែលទៅជួយហ្នឹងបាត់ប្រុសម្នាក់ទៀតអញ្ចឹងទៅចាប់ផ្ដើមវីវហើយអញ្ចឹងធ្វើឲ្យគ្រប់គ្នាហ្នឹងភ័យមកតង់ទៀតអញ្ចឹងទៅហើយក៏អត់ហ៊ានចូលទៅវិញទេអញ្ចឹងក៏នាំគ្នាហ្នឹងត្រឡប់ទៅភូមិឲ្យលឿនហើយប្រាប់តំណឹងហ្នឹងទៅមេភូមិមេអីអញ្ចឹងដើម្បីគេចាត់កម្លាំងដើររកមនុស្សថែមតែពេលទៅដល់ភូមិហើយប្រាប់រៀបរាប់ថាបានទៅរកវិនប៉ុន្តែតែពេលចេញមកវិញបាត់មនុស្សម្នាក់ទៀតអញ្ចឹងណាមេភូមិក៏ថាអញ្ចឹងចាំទៅចាត់មនុស្សឲ្យទៅរកប៉ុន្តែឥឡូវសំខាន់អត់មានកម្លាំងទៀតព្រោះអីឥឡូវនៅក្នុងភូមិនេះក៏បាត់មនុស្សទៀតដែរអាដំណឹងមនុស្សបាត់ខ្លួនបាត់អីហ្នឹងរៀលដានក្នុងពេញភូមិហ្នឹងតែម្ដងហើយអ្នកខ្លះហ្នឹងគឺអត់ហ៊ានចេញពីផ្ទះទេគឺខ្លាចបាត់ខ្លួនដែរអញ្ចឹងឲ្យសុកចិត្តសងំនៅក្នុងផ្ទះសូម្បីមេភូមិទៅរចាត់កម្លាំងចាត់អីឲ្យដើររមនុស្សដែលបាត់ហើយហ្នឹងក៏ម្នាក់លេងហ៊ានចេញមកដែរតែម្ដងចាក់សោបិទកលឹះអីជាប់ដែលធ្វើឲ្យគ្រប់គ្នាហ្នឹងបារម្ភខ្លាំងមែនតើអំពីសមាជិករបស់ខ្លួនឯងនិយាយចំចាយពេលមួយថ្ងៃពីរថ្ងៃហើយរមនុស្សអត់តាន់បានទៀតអញ្ចឹងទៅគាត់ក៏រៀងអស់សង្ឃឹមដែរម៉ែបងណែតហើយនឹងប្អូនថ្លៃគាត់ហ្នឹងក៏ត្រឡប់មកផ្ទះវិញហើយនិយាយប្រាប់ទៅម៉ែរបស់គាត់អញ្ចឹងណាម៉ែរបស់គាត់នឹងពិបាកចិត្តខ្លាំងមែនតើបារម្ភពីកូនផងអីផងហើយគាត់នឹងចេះតែចង់មើលខ្លួនឯងអញ្ចឹងណាប៉ុន្តែកូនរបស់គាត់ខាត់ហើយទៅពេលហ្នឹងយប់ហ្នឹងគឺប្រពន្ធគាត់យល់សពអត់ល្អទៀតថាប្តីរបស់គាត់ហ្នឹងគឺត្រូវគេរត់កហើយមកដល់ផ្ទះវិញណាស្រែកឲ្យប្រពន្ធគាត់ជួយអញ្ចឹងទៅគាត់ភ្ញាក់ឡើងទាំងកដាយប់យំហ្មងដោយគាត់ហ្នឹងចង់ទៅរកប្តីគាត់ទាំងយប់ប៉ុន្តែអ្នកផ្ទះហ្នឹងបានខាត់ទាំងម៉ែក្មេកទាំងបងថ្លៃហ្នឹងខាត់ថាហើយកុំគិតច្រើនតែគិតច្រើនចេះតែគិតឃើញហើយអញ្ចឹងទៅកំភៃអីចាំស្អែកហ្នឹងគាត់ដើររកគេជួលគេតែម្ដងដើម្បីដើររកមនុស្សទៀតអញ្ចឹងណា
ហើយគាត់នឹងបាត់បងប្អូនប្រុសទាំងមូលគាត់ក៏បារម្ភដែរប៉ុន្តែត្រូវគិតដោយមានសតិអញ្ចឹងទៅបងណែតគាត់នៅក្មេងអង្គុយស្ដាប់ហងយំផងអីផងអាណិតពូខ្លួនឯងដល់ថ្ងៃបន្ទាប់ហ្នឹងម៉ែបងណែតហ្នឹងគឺគាត់ទៅរកគ្រូនោះមើលទៀតហើយថាចង់ដឹងថាមិនក៏រកអត់ឃើញមានអីបាំងភ្នែកមែនអញ្ចឹងគ្រូនឹងថាតរៀបចំអីសែនឲ្យគេព្រោះអីខុសមាត់ខុសកនឹងគេអញ្ចឹងទៅគឺគាត់នឹងបានសួរថាត្រូវការអីខ្លះគាត់នឹងរៀបចំឲ្យតែប្អូនរបស់គាត់នឹងត្រឡប់មកផ្ទះវិញអញ្ចឹងគ្រូនឹងក៏បានប្រាប់ថាធ្វើមន់ឆ្កាងឲ្យគេហើយមានស្រាមានអីអញ្ចឹងណាអារបស់សែនធូបទៀនអីអញ្ចឹងទៅហើយយកទៅដាក់ភ្លើងបែកជា4នៅក្រោយភូមិអញ្ចឹងគាត់ក៏បានលើតំណឹងហ្នឹងហើយគាត់រៀងមានសង្ឃឹមបន្តិចហើយព្រោះអីឥឡូវអត់មានជំរឿអីទេបើកម្លាំងចាត់ទៅរកក៏រកមិនឃើញអញ្ចឹងមានតែផ្លូវក្នុងនឹងឯងដែលមានសង្ឃឹមជាលើកចុងក្រោយគាត់ក៏រៀបចំចាត់ចែងឲ្យគេធ្វើមន់ធ្វើអីដើម្បីឆ្កាងសែនអីឲ្យព្រាបិសាចដែលនាំទៅអញ្ចឹងណាធ្វើឲ្យនឹងពេលល្ងាចគាត់ហើយនឹងប្អូនថ្លៃគាត់នឹងយកទៅដាក់នៅភ្លើងបែកជា4នៅខាងក្រោយភូមិគាត់ថានៅពេលហ្នឹងគឺមានខ្យល់មកខ្លាំងហ្មងខ្យល់ហ្នឹងគឺមកបក់យកសំណែននឹងក្លាប់តាប់តងនៅពេញហ្នឹងហើយនៅក្នុងព្រៃសោះអត់គួរថាមានខ្យល់ទេណាគ្រាន់តែថាអត់ធូបហើយនិយាយអីអញ្ចឹងហើយគឺមើលទៅគឺគេអត់ពេញចិត្តអត់យកនឹងអាសំណែននឹងទៀតណាហើយក៏មកដល់ផ្ទះវិញក៏និយាយប្រាប់ម៉ែគាត់ថាធ្វើតាមគ្រូនឹងហើយប៉ុន្តែមើលទៅដូចអត់មានសង្ឃឹមសោះតែម្ដងបានរៀងយប់បន្តិចហ្នឹងមានអ្នកភូមិម្នាក់ទៀតហើយមករកយាយរបស់គាត់ហ្នឹងដើម្បីឲ្យទាយមើលថាបាត់ប្តីទៅណាព្រោះអីប្តីមកពីផឹកវិញប្រហែលជាស្វឹងនៅតាមផ្លូវអីអញ្ចឹងណាប៉ុន្តែគាត់ដើររយប៉ុន្តែអត់ឃើញសោះតែម្ដងហើយគាត់នឹងកំពុងតែភ័យអារឿងដំណឹងដែលបាត់មនុស្សនៅក្នុងភូមិទៀតអញ្ចឹងគាត់ភ័យខ្លាំងមែនតើគាត់នឹងក៏មករកយាយរបស់បងណែតនឹងយាយរបស់បងណែតនឹងក៏ព្រមទទួលរមើលគាត់ឡើងទៅលេខអាសនៈគាត់នឹងហើយគាត់ក៏ធ្វើការទុះទាយឲ្យអញ្ចឹងទៅក៏ដឹងថាប្តីរបស់អ៊ីមួយដែលមករកនឹងគឺឃើញនៅទិសខាងជើងដោយផ្ទុយអំពីទិសខាងត្បូងដែលគ្រូខាងផ្សេងហ្នឹងធ្លាប់ប្រាប់ថាឲ្យទៅទិសខាងត្បូងណាឲ្យតែណាគេទៅបាត់ខ្លួនអញ្ចឹងទៅរកគ្រូនៅអាខាងនោះគឺគេបានប្រាប់ថាទៅទិសខាងត្បូងអញ្ចឹងវាផ្ទុយគ្នាអញ្ចឹងបានគិតថារឿងហ្នឹងគឺវាខុសគ្នាដាច់ស្រឡះមិនមែនជារឿងតែមួយទេដោយអ្នកទៅទិសខាងត្បូងហ្នឹងគ្រូនោះទាយថាសិតតែមានព្រាយបិសាចនាំទៅអញ្ចឹងទៅតែពេលយាយរបស់បងណែតនេះគាត់ប្រាប់ថាគាត់មើលឃើញច្បាស់ណាស់ថាទៅទិសខាងជើងទេអញ្ចឹងបានន័យថាទៅទិសខាងជើងនេះគឺប្រហែលជាមិនព្រាយបិសាចអីនាំទៅទេអញ្ចឹងកុំបារម្ភអីនិយាយចំអាហ្នឹងកូនស្រីគាត់អ្នកនិយាយប៉ុន្តែអត់ទេម៉ែគាត់ថាអត់ទេគឺមានផ្លូវអាងឹតនាំទៅពិតមែនផ្លូវអាងឹតនេះនាំទៅទិសខាងជើងអញ្ចឹងធ្វើឲ្យមានការប្រទែងប្រទង់គ្នាថាគ្រូពីរអ្នកហ្នឹងនឹងជឿមួយណាទេប៉ុន្តែសម្រាប់ម៉ែរបស់បងណែតហ្នឹងគឺគាត់ជឿទៅលើម៉ែគាត់ព្រោះអីគាត់តាំងពីទូចរស់នៅជាមួយគ្នាគាត់ដឹងហើយថាម៉ែគាត់ហ្នឹងមានគ្រូកាន់ពិតមែនហើយការទាយរបស់គាត់ហ្នឹងក៏ឆត់ដែរគាត់ថាគាត់អត់ទាយឲ្យកូនចៅខ្លួនឯងទេហើយអ្នកដែលមកទាយរប្តីហ្នឹងក៏គាត់ជឿទៅលើយាយហ្នឹងដែរព្រោះអីយាយហ្នឹងគឺអ្នកស្រុកជាមួយគ្នាដែលថាកុហកគ្នាទេអញ្ចឹងទៅគាត់ក៏បាននាំគ្នាដែលជាបងប្អូនខ្លួនឯងហ្នឹងទៅរកប្តីរបស់គាត់ហើយព្រលឹមឡើងហ្នឹងអ៊ីហ្នឹងមកម្ដងទៀតហ្មងហើយមកប្រាប់យាយរបស់បងណែតហ្នឹងថាគាត់ទៅតាមទិសខាងជើងហ្នឹងហើយជាពិសេសហ្នឹងគាត់បានឃើញស្បែកជើងប្តីគាត់អញ្ចឹងគឺការទូទាយរបស់យាយបងថ្ងៃហ្នឹងគឺត្រូវអ្នកទាំងអស់គ្នាបើទាយនៅគ្រូមួយទៀតហ្នឹងគឺចេះតែទៅឯងប៉ុន្តែចេះទៅនាំគេចូលព្រៃចូលអីធ្វើឲ្យបាត់ខ្លួនកាន់តែច្រើនទៅវិញអញ្ចឹងទៅមានការវែកញែកនឹងពេញភូមិហ្មងអញ្ចឹងធ្វើឲ្យគេអ្នកនៅក្នុងភូមិហ្នឹងគឺអ្នកដែលបាត់សមាជិកគ្រួសារហ្នឹងឈប់ទៅរកគ្រូនោះហើយមករកយាយរបស់បងណែតហ្នឹងវិញអញ្ចឹងណាដោយប្រពន្ធរបស់ពវិនហ្នឹងគឺគាត់មានការអន់ចិត្តខ្លាំងមែនតើហ្មងដែលម៉ែក្មេកគាត់ឥឡូវហ្នឹងគឺកើតជាអ្នកដែលរកមនុស្សឲ្យអ្នកផ្សេងឲ្យគេឃើញតម្រុយខ្លះប៉ុន្តែឥឡូវគាត់អត់អាចមានសមត្ថភាពឲ្យរកកូនប្រុសខ្លួនឯងអញ្ចឹងគឺចាប់ដើមចេះតែគិតនេះគិតនោះកាលលោកមុនចេះតែប្រាប់ថាកុំឲ្យទាយអញ្ចឹងដោយសារតែបារម្ភពីសុខភាពម្ដាយក្មេកអញ្ចឹងណាតែឥឡូវអ្នកផ្សេងហ្នឹងគេមករកទៅគេបានតម្រុយពីសមាជិកគ្រួសារគេចំណែកគាត់វិញគឺបារម្ភនឹងប្តីខ្លួនឯងគឺបាត់តំណឹងឈឹងអត់ដឹងថាទៅណាមិនណាគឺគាត់មានអារម្មណ៍ថាចង់បែកមិនទេអ្នកទាំងអស់គ្នានិយាយចំអាផ្លូវចិត្តហ្នឹងវាចាប់ដើមធ្លាក់ចុះហើយដែលធ្វើឲ្យបងថ្លៃស្រីគាត់ហ្នឹងដែលត្រូវជាម៉ែបងណែតហ្នឹងគឺគាត់ជួយលួងថាមិនចឹងទេគឺឥឡូវហ្នឹងគឺទៅរកនឹងគេនឹងឯងទៅឧទាហរណ៍បើជារឿងតែមួយមែនអាហ្នឹងនឹងបានជួបហើយអញ្ចឹងទៅគាត់ក៏គិតយល់វិញហើយក៏សុំទោសម៉ែគាត់អញ្ចឹងណាបន្ទាប់ពីស្ដាប់សម្ដីកូនប្រសាហើយហ្នឹងយាយបងណែតហ្នឹងគាត់ក៏រៀងអន់ចិត្តនឹងខ្លួនឯងដែលអត់អាចជួយអីដល់កូនប្រុសខ្លួនឯងបានអញ្ចឹងណាហើយបងណែតហ្នឹងគឺគាត់អត់ហ៊ានទៅឆ្ងាយពីយាយគាត់ទេព្រោះអីឃើញយាយគាត់អត់ស្រួលបន្ទាប់ពីនិយាយគ្នាហើយហ្នឹងគឺម៉ែបងណែតហើយនឹងមីងគាត់ហ្នឹងក៏ដើរទៅជាមួយអ្នកស្រុក
ស្រកទៅទិសខាងជើងជាមួយនឹងគេនឹងឯងអញ្ចឹងណាពួកអីគិតថាដូចដែលនិយាយអញ្ចឹងបើជារឿងទីមួយនឹងបានជួបជាមួយគ្នាហើយពួកគាត់ហ្នឹងក៏ចេញទាំងអស់នៅសល់តែបងណែតទេនៅជាមួយយាយគាត់តែងតែសង្កេតឃើញយាយគាត់បន្ទាប់ពីថ្ងៃហ្នឹងមកគឺនៅតែលើផ្ទះក្នុងបន្ទប់អាសនៈរបស់គាត់ទេដោយបងណែតហ្នឹងហៅគាត់មកហូបបាយហូបទឹកអីក៏គាត់អត់ចុះមកដែរគាត់ឃើញតែយាយគាត់នៅអង្គុយនៅហ្នឹងបានបន្តិចមកក្មេងៗដែលធ្លាប់លេងជាមួយគាត់ហ្នឹងមកដល់ក្រុមផ្ទះហៅគាត់ចុះមកលេងអញ្ចឹងហ្នឹងគាត់ហ្នឹងអត់សុខក៏ចុះមកលេងនៅក្រុមផ្ទះហ្នឹងសារនេះហ៊ានទៅឆ្ងាយពីយាយគាត់ទេពួកអីម៉ែគាត់បានផ្ដាំថាមើលយាយឲ្យស្រួលបួលតែពេលហ្នឹងនាំគ្នាលេងឡកឡហ្នឹងតាមធម្មតាហើយក្មេងម្នាក់ក៏បានប្រាប់តាតោះយើងទៅដកផ្សិតយកមកស្លអីតែពេលថាទៅដកណាដកនៅក្រោយផ្ទះហ៎ផ្សិតនៅក្រោយផ្ទះមកកណោអញធ្លាប់ទៅលេងនៅហ្នឹងណាតែពេលហើយបងណែតហ្នឹងប្រាប់ថាអត់ទេអញហ៊ានទៅឆ្ងាយទេពួកអីម៉ែរបស់យើងហ្នឹងបានប្រាប់ថាឲ្យនៅមើលយាយតែពេលហ្នឹងក្មេងហ្នឹងមកប្រាប់ថាចេះនៅចិត្តហ្នឹងទៅតែមួយផ្លែតទេយាយច្រាស់ហ្នឹងហើយគាត់ដើរទៅណាតែពេលហើយអាគាត់អញ្ចឹងទៅថាទៅរូតមកផ្លែតហើយរូតមកវិញហើយ3 4នាក់គ្នាគេហ្នឹងក៏ដើរទៅក្រោយផ្ទះហើយក៏ដកផ្សិតបានរបស់គេមែនណាដកមកឲ្យនាំគ្នាលេងតែពេលឲ្យលឺមកប្រាវនៅលើផ្ទះចេញពីបន្ទប់របស់យាយគាត់អញ្ចឹងទៅគាត់ក៏រៀងភ័យដែរគាត់ក៏ហូតឡើងទៅលើសួរថាយាយមានរឿងអីខ្លាចយាយគាត់ដួលលេងអញ្ចឹងណាតែពេលបើកទ្វារមកឃើញយាយគាត់ដេកស្ដុកស្ដឹងឯហ្នឹងហើយអារបស់របរលើអាសនៈគាត់ហ្នឹងធ្លាក់ចុះមកដោយសារឆ្មាវាលោតកឡងពេលហ្នឹងគាត់ទៅដាស់យាយគាត់ឲ្យភ្ញាក់ឡើងតែពេលមានណាយាយគាត់ដាច់ខ្យល់បាត់ឯហ្នឹងអ្នកទាំងអស់គ្នាក្មេងៗគាត់ទៅឃើញអញ្ចឹងភ័យនាំគ្នារត់ទៅអស់នៅសល់តែបងណែតទេនៅមើលយាយរបស់គាត់រហូតដល់ល្ងាចបានមីងរបស់គាត់ហើយនឹងម៉ាក់របស់គាត់ត្រឡប់មកវិញហើយក៏ដឹងរឿងថាយាយរបស់គាត់នឹងបានស្លាប់បាត់ហើយដែលធ្វើឲ្យកូនចៅនឹងយំនឹងពេញផ្ទះតែម្ដងហើយតែពេលហើយក៏ហៅអាចារ្យអាចំឬក៏អ្នកចិត្តខាងនឹងគេមកចូលរួមសោកស្ដាយជាមួយនឹងយាយនឹងដែរអ្នកទាំងអស់គ្នាគួរអាណិតគាត់ខ្លាំងមែនតើហ្មងណាកូនក៏បាត់ខ្លួនក៏ស្លាប់បន្ទាប់ពីរៀបចំកម្មវិធីនៅផ្ទះនឹងដោយសោកសៅហើយម៉ែបងណែតនឹងគាត់អត់អស់ចិត្តទេអត់ដឹងថាសុកមិនក៏ម្ដាយរបស់គាត់ស្លាប់គាត់នឹងក៏ចូលទៅបន្ទប់អាសនៈរបស់ម៉ែគាត់ហើយក៏មើលជុំវិញនឹងទៅឃើញក្តារអ្នកទាំងអស់គ្នាក្តាររបស់ក្មេងៗពីមុនពណ៌ខៀវក្តារឈ្នួនដាក់ផ្កាប់ចុះនៅអាកន្លែងគាត់អង្គុយហ្នឹងគាត់ក៏លើកយកមកមើលតែពេលលើកមកមើលហ្នឹងឃើញថាម៉ែរបស់គាត់បានបន្សល់អីទុកឲ្យគាត់មើលជាតម្រុយអញ្ចឹងគាត់ក៏មើលមកក៏ឃើញថាម៉ែរបស់គាត់ហ្នឹងយកដីសគូជារូបដើមឈើមួយឡើងធំហ្មងដូចជានៅក្នុងព្រៃមួយបន្ទាប់មកដាក់ទិសទៀតគូជាទិសឲ្យប៉ុន្តែគាត់អត់ដឹងថាទិសនឹងជាទិសខាងណាឲ្យប្រកាសទេបន្ទាប់មកគឺដូចជាមានមនុស្សជាច្រើនដេកស្លាប់នៅក្រោមដើមឈើហ្នឹងអញ្ចឹងគាត់គ្រាន់តែឃើញហើយគាត់លងគាត់ថាព្រឺក្បាលលងចង់បាសសក់ប៉ិនចអេហ្មងណាគាត់ក៏បានយករូបហ្នឹងឲ្យលោកអាចារ្យហ្នឹងមើលលោកអាចារ្យមើលហ្នឹងឃើញហើយគាត់អត់មាត់ទេគាត់ថាទុកសុបួរកុំឲ្យលុបណាចាំរៀបចំកម្មវិធីចប់ហើយចាំគាត់ចាត់ចែងតាមនឹងបន្ទាប់ពីកម្មវិធីបូជាសពដោយសោកសៅហើយរើសឆ្អឹងរើសអីយកដាក់ធាតុនៅលើតែហើយអញ្ចឹងទៅគាត់ក៏បាននិយាយជាមួយប្អូនថ្លៃគាត់ថាម៉ែរបស់គាត់ស្លាប់នឹងមិនធម្មតាទេគាត់បានរកឃើញក្តារឈ្នួនមួយដែលមានគូសមានអីអញ្ចឹងបានន័យថាបន្ទាប់ពីប្អូនថ្លៃគាត់នឹងបានស្ដីបន្ទោសម៉ែគាត់នឹងម៉ែគាត់គឺបានទោះទាយទៅឲ្យកូនប្រុសគាត់ហើយបានទុកតម្រុយនឹងដែលធ្វើឲ្យកូនប្រសារបស់គាត់នឹងមានអារម្មណ៍ថាខុសចំពោះម៉ែក្មេកខ្លាំងមែនតើប៉ុន្តែគាត់នឹងគឺជាបងថ្លៃដែលចេះវិភាគថ្លឹងថ្លែងគាត់ថាប្អូនថ្លៃរបស់គាត់ធ្វើហ្នឹងក៏មិនមែនមានចេតនាខកអីដែរគ្រាន់តែថាគិតអត់ឃើញមកពេលនិយាយចំបាត់ប្តីទាំងមូលគាត់ពិបាកចិត្តអីអញ្ចឹងណាគាត់អត់ប្រកាន់ទេប៉ុន្តែអ្វីដែលគាត់និយាយហ្នឹងមិននិយាយដើម្បីឲ្យបន្ទោសខ្លួនឯងទេនិយាយថាឲ្យរឹងមាំឡើងសូម្បីតែម៉ែហ្នឹងក៏លះបង់ជីវិតមួយហ្នឹងដើម្បីប្តីរបស់គាត់ដែរអញ្ចឹងណាអញ្ចឹងកុំបាក់ទឹកចិត្តអីហើយតម្រុយដែលម៉ែទុកឲ្យហ្នឹងលោកអាចារ្យកំពុងមើលហើយបន្តិចទៀតនឹងមានលទ្ធផលថាត្រូវទៅរកប្តីគាត់យ៉ាងណាទោះស្លាប់ឬក៏រស់ត្រូវឃើញសាកសពដែរអញ្ចឹងធ្វើឲ្យប្រពន្ធពូវិនហ្នឹងគឺគាត់តាំងស្មារតីឡើងវិញអញ្ចឹងណាកុំឲ្យតូតុនទៅតាមការបាក់ទឹកចិត្តរបស់គាត់ហ្នឹងត្រូវតែមានសង្ឃឹមទោះបីតែ 1% ក៏ត្រូវតែរកប្តីគាត់ឲ្យបានឃើញមកវិញនិយាយចំបងណែតវិញគឺគាត់អាណិតយាយគាត់ខ្លាំងមែនតើហ្មងគាត់ក៏បន្ទុកខ្លួនឯងដែរមកពីខ្លួនឯងហ្នឹងនាំគ្នាទៅដើរលេងនៅក្រោយហើយអត់មកមើលយាយអញ្ចឹងបានយាយគាត់ចាក់ចេញពីគាត់អញ្ចឹងណាប៉ុន្តែម៉ែរបស់គាត់លួងថាអត់ទេយាយចាស់ហើយអញ្ចឹងយាយត្រូវទៅរកកន្លែងស្ងប់យាយចំលួងកូនគាត់អញ្ចឹងទៅយប់នឹងគាត់ដេកឲ្យម៉ែគាត់នឹងមកយប់នៅមុខហុកថតនឹងធាតរបស់យាយគាត់ពេលពាក់កណ្ដាលយប់ឡើងហ្នឹងគឺបងណែតហ្នឹងគាត់មានអារម្មណ៍ថាគាត់ឈឺនោមទៀតដែរយល់ចំមនុស្សគាត់មនុស្សនោមយប់ប៉ុន្តែគាត់អត់ដែរនោមដាក់ខោទេអាយុ7-8ឆ្នាំហើយនោមដាក់ខោខ្មាស់គេងាប់ហើយអញ្ចឹងទៅគាត់ក៏ក្រោកឡើងរហូតទៅចុះជូរនោមប៉ុន្តែ
ប៉ុន្តែគាត់ធ្លាប់មានបទពិសោធន៍ថាចុះនំលោកមុនបានឃើញខ្មោចអញ្ចឹងគាត់ហ៊ានចុះទេគាត់នៅទ្រាំប៉ុន្តែគាត់ដេកលក់ទេរើចុះរើឡើងហើយគាត់ក៏ហ៊ានដាស់ម៉ាក់គាត់ដែរដោយសារឃើញម៉ាក់គាត់ទឹមតែសម្រានហើយអស់កម្លាំងថ្ងៃដើររកពូផងហើយពិបាកចិត្តផងហើយឥឡូវយាយស្លាប់ទៀតអញ្ចឹងគាត់អត់ចង់រំខានម៉ាក់របស់គាត់ទេគាត់នៅសង្ងំថាចាំភ្លឺចាំទៅប៉ុន្តែនៅពេលកដាយប់ហ្នឹងគាត់បានឃើញមីងរបស់គាត់ហ្នឹងថ្មឹងដើរចុះពីលើផ្ទះតែម្នាក់ឯងទៅដោយស្ងប់ស្ងាត់តែម្ដងពេលហ្នឹងគាត់សប្បាយចិត្តថាបានចុះទៅមួយមីងអញ្ចឹងណាអត់សូវខ្លាចអញ្ចឹងគាត់ក៏រត់តាមមីងហើយប្រាប់ថាមីងចាំខ្ញុំផងប៉ុន្តែហៅតិចអត់ឲ្យខ្លាចម៉ាក់គាត់ភ្ញាក់ប៉ុន្តែមីងហ្នឹងអត់មើលក្រោយទេចុះពីលើកាំចណ្ដាលហើយសាប់តែដើរទៅក្រោយផ្ទះរបស់គាត់ហ្នឹងថ្មឹងទៅគាត់ទៅពេលឲ្យរត់អត់តាន់អញ្ចឹងទៅគាត់ក៏ត្រឡប់មកវិញថាបើយកអាកម្លាំងរត់តាមហ្នឹងយកមកឈឺនោមវាហើយបាត់ដែរប៉ុន្តែគាត់អត់ទេសុកចិត្តក្តៅហើយឡើងទៅលើផ្ទះដេកជាមួយម៉ែគាត់វិញអញ្ចឹងណាសុំសើហ្មងពេលព្រលឹមឡើងគាត់រៀងធូរបន្តិចហ្មងដោយសារស្អីគាត់យប់នឹងដេកនោមដាក់ខោហ្មងតែពេលហ្នឹងម៉ែគាត់ថាមិនក៏ខ្លួនឯងនោមដាក់ខោម៉ែអត់ដាស់ម៉ែអញ្ចឹងបើថាខ្លាចហៅម៉ែទៅម៉ែជូនទៅនោមអញ្ចឹងប៉ុន្តែគាត់ថាតែពិតគាត់ហ្នឹងបានចង់រត់ចុះទៅនោមដែរប៉ុន្តែដោយសារតែឃើញមីងហ្នឹងរត់ចោលគាត់អញ្ចឹងទៅគាត់ក៏ត្រឡប់ឡើងមកវិញនិយាយដល់មីងភ្លាមម៉ាក់គាត់រៀងភ្ញាក់ផ្អើលបន្តិចអញ្ចឹងដោយសារតែឃើញស្មានហ្នឹងហើយអត់ទាន់ចេញមកអញ្ចឹងគាត់ក៏ទៅដាស់ទៅមានណាបាក់ទ្វារមកទៅទេហ្នឹងអត់ឃើញមីងផងអញ្ចឹងក៏ចាប់អារម្មណ៍សំដីកូនថាមិញហែងនិយាយអីគេយប់មិញហែងចុះទៅដីហីមិនមានឡើងមកវិញអត់ទៅគាត់បានប្រាប់ថាពេលយប់មិញក៏ដាក់អាធិធហ្នឹងគឺមីងបានចុះទៅដីគាត់ស្មានថាចុះទៅនោមគាត់ទៅតាមប៉ុន្តែហៅមកអត់ឆ្លើយសោះហើយឃើញមីងហ្នឹងដើរទៅក្រោយផ្ទះអញ្ចឹងទៅគាត់ខ្លាចក៏ឡើងផ្ទះមកវិញអញ្ចឹងណានិយាយចុះប្រាប់តាមតាណៅតំណងហ្នឹងតែពេលហ្នឹងគឺគាត់ធ្លាក់ថ្លើមក្ដុកហ្មងគាត់ថាទឹកបាត់មួយទៀតហើយគាត់ក៏ទឹកតែអាលីងអាឡងហើយក៏បញ្ញាប់ទៅផ្ទះអាចារ្យថាមិនហើយដោះស្រាយប្រាថ្នានៅក្នុងក្តារនឹងបាននៅអីចឹងណាលោកអាចារ្យក៏បានប្រាប់ថានេះគឺជាតម្រុយដែលយាយបោះសិណាច់នឹងទុកឲ្យពេលហ្នឹងគឺគាត់បានប្រាប់ថានៅទិសខាងជើងមានដើមឈើធំមួយគឺគេនាំអ្នកទាំងអស់គ្នាហ្នឹងទៅនៅហ្នឹងហើយទៅពេលហ្នឹងគាត់តែលឺហើយគាត់ក៏បានចាត់ចែងមនុស្សឲ្យទៅតាមអ្វីដែលគាត់ប្រាប់ហ្នឹងណាហើយទិសខាងជើងហ្នឹងគឺឈៀងខាងលិចទៀតតែពេលហ្នឹងក៏ទៅតាមទៅសាប់តែទៅដល់ក្រោយផ្ទះអ្នកគ្រូមួយនោះអ្នកគ្រូដែរជាគ្រូមួយទៀតដែលយើងបានដឹងពីលើមកដែលតែងតែទាយឲ្យគេថាអ្នកបាត់ខ្លួនហ្នឹងទៅទិសខាងត្បូងហ្នឹងអញ្ចឹងគាត់ឆ្ងល់ហ្មងមានអីតាក់ទងនឹងគ្រូហ្នឹងមែនបានយាយរបស់គាត់ហ្នឹងបានបន្សល់ទុកអាហេតុនឹងឲ្យអញ្ចឹងណាគាត់ក៏បានទៅដល់នឹងហើយប៉ុន្តែអត់មានបានឃើញដើមឈើធំដូចអ្វីដែលលោកអាចារ្យហ្នឹងហើយនឹងនិយាយគាត់ឲ្យតម្រុយមកទេអញ្ចឹងគាត់ក៏ឆ្ងល់ទៀតដែរហើយក៏មកប្រាប់លោកអាចារ្យនឹងវិញអាចារ្យថាប្រហែលជាទៅខុសថ្ងៃឯងបានគេលាក់ឲ្យឃើញអញ្ចឹងចាំថ្ងៃពេញបោពេញបរមីចាំទៅម្ដងទៀតហើយទម្រាំតែដល់ពេលហ្នឹងគឺវាគម្រប់7ថ្ងៃដែលពូវិននឹងបាត់ខ្លួនមកផ្ទះវិញគឺគាត់បានដេកជាមួយកូនគាត់ឥឡូវមកផ្ទះហ្នឹងគឺមានតែកូនគាត់ហើយនឹងគាត់ទេប្តីប្រពន្ធពីរនាក់ហ្នឹងគឺបាត់ឈឹងហ្មងអត់មានតំណឹងអីទៀតអញ្ចឹងទៅគាត់ប្របាយចិត្តខ្លាំងមែនតើហើយគាត់ដើររាល់មួយថ្ងៃហ្នឹងគឺគាត់ផ្ញើកូននឹងអ្នកស្រុកតាដែលបងណែតហ្នឹងគឺគាត់យំរម៉ែគាត់ហ្មងណាហើយរហូតដល់ម៉ែគាត់មកវិញបានគាត់អត់ចង់ឲ្យម៉ែគាត់ទៅណាទេគាត់ប្រាប់ថាគាត់ខ្លាចម៉ែគាត់ហ្នឹងក៏ឆ្ងល់សួរថាកូនអញខ្លាចអីគេតែពេលហ្នឹងគាត់ប្រាប់ថាគាត់ឃើញមនុស្សស្លាប់ច្រើនខ្លាំងណាស់ពេលហ្នឹងម៉ែមកគាត់ភ្ញាក់ផ្អើលហ្មងទៅសួរចុះសួរឡើងតាមពិតនៅពេលដែលម៉ែគាត់ទៅរកលោកអាចារ្យហ្នឹងគឺគាត់ដើរទៅតាមប៉ុន្តែវិញផ្លូវចូលព្រៃទៅពេលហើយគាត់ទៅដល់ដើមឈើនឹងមុនម៉ែគាត់ទៀតគាត់គិតថាកូនគាត់កុហកប៉ុន្តែគាត់បានសួរបន្ថែមទៀតថាហើយចុះមិនក៏ខ្លួនឯងរកផ្លូវមកផ្ទះមកវិញឃើញបងណែតនឹងបានប្រាប់ថានឹងច្បាស់ហ្មងគាត់ថាដើរតាមយាយម៉ែគាត់ក៏គិតនឹងចិត្តថាប្រហែលជាម្ដាយគាត់នឹងប្រាប់ចៅឲ្យទៅអញ្ចឹងណាអញ្ចឹងគាត់ក៏ប្រាប់កូនគាត់ថាបើកូនឯងចាំផ្លូវហ្នឹងចាំបន្តិចទៀតចាំជូនម៉ែទៅអញ្ចឹងណាគាត់ថាគាត់ចាំផ្លូវបានពេលហ្នឹងគឺបងណែតហ្នឹងគឺនាំផ្លូវទៅអាកន្លែងដើមឈើហ្នឹងហ្មងទៅពេលទៅដល់ឃើញដើមឈើធំហ្នឹងពិតមែនប៉ុន្តែអត់មានឃើញមនុស្សឬក៏សាកសមមនុស្សស្លាប់អីនៅហ្នឹងទេក៏នាំគ្នាពី3នាក់ទៀតដែលជាមនុស្សដែលបាត់សមាជិកដូចគ្នាហ្នឹងដើរទៅតាមផ្លូវហ្នឹងចេះតែដើរទៅដល់ក្រោយផ្ទះអ្នកគ្រូមួយនោះតែពេលទៅដល់ឃើញថាផ្ទះហ្នឹងគឺជាផ្ទះដែលចាស់ត្រុតត្រោមហើយដូចអត់មានមនុស្សនៅអញ្ចឹងពួកគាត់ហ្នឹងក៏ហៅអ្នកគ្រូហ្នឹងហ្មងទៅបើជ្រុលមកដល់ហើយពួកអីធ្លាប់មកម្ដងពីរដងដែរ
ចឹងទៅតែពេលតែមើលលើតែអត់មានមនុស្សនៅទេហើយកន្លែងដែលគាត់នៅហ្នឹងឡើងក៏ក្រិចឃើញមានកម្រងសាកសពសัตว์ហើយនិយាយចំមានតកៅមានអីនឹងពេញលើផ្ទះហ្នឹងហ្មងអត់ដូចការពួកគាត់មករកការលោកមុនហ្នឹងទេអញ្ចឹងក៏នាំគ្នាឆ្ងល់មិនក៏ទៅជាអញ្ចឹងណាហើយពេលហ្នឹងគឺលោកអាចារ្យក៏មកតាមដែរដោយលោកអាចារ្យហ្នឹងក៏គាត់ចេះដឹងខ្លះៗដែរអញ្ចឹងគាត់ប្រាប់ថាប្រហែលជាមានអីអត់ស្រួលជាមួយនឹងគ្រូហ្នឹងហើយយប់នេះគឺជាយប់ទី7ដែលជាយប់ថ្ងៃពេញបោអញ្ចឹងគាត់ហើយនឹងគ្នាដែលជាអ្នកភូមិដែលបាត់សមាជិកហ្នឹងប្រហែលអ្នកហ្នឹងថានឹងមករម្ដងទៀតនៅហ្នឹងដោយមានការចង្អុលបង្ហាញអំពីបងណែតហ្នឹងអញ្ចឹងយប់ហ្នឹងគឺគាត់យកបងណែតហ្នឹងយកទៅផ្ញើនឹងអ្នកស្រុកម្នាក់ដែរនៅហ្នឹងដែលជាអ្នកចិត្តដិតដែលគាត់ធ្លាប់យកទៅផ្ញើលោកមុនហ្នឹងហើយប្រាប់ថាឲ្យជួយមើលកូនគាត់ផងគាត់ទៅរកប្អូនថ្លៃហើយនឹងប្អូនគាត់អញ្ចឹងគាត់ក៏ចាប់ផ្ដើមផ្ញើបងណែតនៅហ្នឹងហើយគាត់ក៏ទៅជាមួយអ្នកស្រុកអ្នកភូមិហើយនឹងលោកអាចារ្យនឹងដែរគឺទៅខាងក្រោយផ្ទះអ្នកគ្រូនឹងកន្លែងដើមឈើនឹងដដែលហើយលោកអាចារ្យនឹងក៏រៀបចំពិធីដើម្បីបើកភ្នែកបើកអីដើម្បីមើលឃើញអីអញ្ចឹងណាពិធីហ្នឹងគឺគេធ្វើបែបបរមបុរាណមកហើយរបៀបថាមានសែនអីឲ្យគេនៅក្រោមដើមឈើហ្នឹងបន្ទាប់មកនៅពេលដែលពាក់កណ្ដាលយប់គឺធំក្លិនស្អុយមកភាយតែម្ដងបន្ទាប់ពីរៀបចំពិធីអីអស់ហើយសំណែនដែលសែនទាំងអស់ហ្នឹងបានបាត់អ្នកទាំងអស់គ្នាប្រៀបដូចមានអ្នកមកទទួលយកទៅស៊ីអីអញ្ចឹងណាហើយបន្ទាប់មកទៀតគឺគាត់បានឃើញសមោមនុស្សម្នាក់ដែលមានសំពងសក់ធំនៅក្រោយដើមឈើនឹងច្បាស់តែម្ដងដោយឃើញអត់ស្រួលអញ្ចឹងគឺលោកអាចារ្យបាននាំគ្នាដែលទៅតាមប្រមាណហ្នឹងបញ្ញាប់ត្រឡប់ទៅផ្ទះវិញឲ្យលឿនខ្លាចមានបញ្ហាអញ្ចឹងចាំស្អែកចាំមកវិញដល់ពេលស្អែកព្រលឹមឡើងពួកគាត់ហ្នឹងមកម្ដងទៀតស្រាប់តែហេតុការណ៍មួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលគឺឃើញរូបភាពមួយដែលអត់ចង់ជឿតែម្ដងសមាជិកគ្រួសាររបស់អ្នកភូមិទាំងអស់ដែលបាត់ខ្លួនហ្នឹងគឺឃើញចងកនៅលើដើមឈើតែមួយលងអត់ដូកអណែជាពិសេសនោះសាកសពទាំងអស់ហ្នឹងអ្នកខ្លះក៏មានការស្អុយលលួយហើមអ្នកខ្លះក៏ជ្រុះមកនៅខាងក្រោមដូចអ្វីដែលបងណែតបានឃើញអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងមុនដំបូងអត់សូវជឿបងណែតហ្នឹងណាតែពេលឃើញអញ្ចឹងទៅអ្នកស្លុតចិត្តខ្លាំងមែនតើហ្មងមិនតែប៉ុណ្ណោះទេណាម្ដាយរបស់បងណែតហ្នឹងបានឃើញប្អូនថ្លៃគាត់ហើយនឹងប្អូនប្រុសគាត់ក៏ស្លាប់នៅទីហ្នឹងដែរបន្ទាប់ពីឃើញរូបភាពទាំងអស់ហ្នឹងហើយលោកអាចារ្យក៏បានចាត់ចែងសូត្រមន្តសូត្រអីអញ្ចឹងមុនលោកយកមកសូត្រមន្តដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅដោយតែហោងហ្នឹងអញ្ចឹងណាម្ដាយរបស់ចំណែតហ្នឹងក៏បានយកសាកសពប្អូនគាត់ទាំងពីរហ្នឹងយកទៅធ្វើបុណ្យតាមប្រពៃណីក្រោយមកគាត់ក៏បានជួបលោកអាចារ្យហ្នឹងហើយដោយទឹកមុខលោកអាចារ្យហ្នឹងហាក់ដឹងរឿងគាត់អត់និយាយអីទេអ្នកទាំងអស់គ្នាប៉ុន្តែទឹកមុខគាត់បង្ហាញថាគាត់ដឹងរឿងតែគាត់អត់និយាយអីច្រើនដែលធ្វើឲ្យម៉ែបងណែតហ្នឹងគឺគាត់អត់អស់ចិត្តទេព្រោះអីចង់ដឹងពីមូលហេតុដែលប្អូនគាត់ស្លាប់អីអញ្ចឹងណាគាត់ក៏បានទៅសួរលោកអាចារ្យហ្នឹងនៅទៅដល់ផ្ទះហ្មងណាដោយម្ដាយបងណែតនឹងសួរទៅលោកអាចារ្យនឹងថាតើភូមិនឹងមានបញ្ហាអីកើតឡើងមិនក៏មានសោកនាដកម្មនឹងកើតឡើងហើយអត់មានណាគេដោះស្រាយអីអញ្ចឹងណាតែពេលហ្នឹងគាត់ក៏បានប្រាប់ថាតាមពិតរឿងហ្នឹងធ្លាប់កើតឡើងកាលពីប្រហែលជា 4-10 ឆ្នាំមុនហើយដែលកាលហ្នឹងគឺគេភ័យខ្លាចបំផុតព្រោះអីមានព្រាយមួយដែលគេហៅថាព្រាយសំពងសក់ធំព្រាយនឹងចេញមកអុកឡុកនៅក្នុងភូមិហ្នឹងតែម្ដងដោយមូលហេតុដែលព្រាយនឹងคล้ายទៅជាព្រាយដែលកាចសាហាវនិយាយចំមានអំណាចខ្លាំងហ្នឹងគឺវាកើតចេញពីមនុស្សស្រីដែលរៀនអាគមហើយក៏បែកអ្នកទាំងអស់គ្នាហើយคล้ายទៅជាព្រាយដោយគ្រូអាគមស្រីហ្នឹងមុនស្លាប់អត់បានរំលាយអាសនៈរបស់ខ្លួនទេទៅនៅពេលដែលស្លាប់ទៅកើតคล้ายទៅជាព្រាយសំពងសក់ធំហើយព្រាយប្រភេទហ្នឹងគេថាខ្លាំងឬអាគមអូមអាមហ្នឹងហើយតែងតែចាប់ខ្មោចឬក៏ព្រាយបិសាចហ្នឹងមកចិញ្ចឹមអញ្ចឹងមនុស្សដែលគាត់សម្លាប់ទាំងអស់តងមកហ្នឹងគឺជាបរិវាររបស់គាត់ដល់ពេលហ្នឹងគឺវឹកវរខ្លាំងមែនតើអញ្ចឹងគេក៏មានជំនឿថាដាក់ទីមងដាក់អាទឹកឈាមហ្នឹងដើម្បីឲ្យអាព្រាយហ្នឹងយកទៅកុំឲ្យយកមនុស្សអញ្ចឹងវាចាប់ផ្ដើមស្ងប់ស្ងាត់តាំងពីហ្នឹងរហូតមកប៉ុន្តែក្រោយមកឥឡូវហ្នឹងស្រាប់តែមានបញ្ហាហ្នឹងកើតឡើងម្ដងទៀតពេលដែលត្រូវបាត់ខ្លួនអ្នកភូមិបាត់ខ្លួនប្អូនថ្លៃគាត់ហើយនឹងប្អូនគាត់បកើតនេះអញ្ចឹងបានន័យថាវាត្រឡប់មកវិញមានអ្នកស្នងរូ
របស់វាហើយអត់មានណាគេទេគាត់សង្ស័យអ្នកគ្រូមួយដែលតែងតែទាយឲ្យទៅទិសខាងត្បូងហ្នឹងណាគឺគាត់នឹងខ្លែងបន្លំទេកុំឲ្យគេរកឃើញអញ្ចឹងអ្នកខ្លះក៏ជឿហ្នឹងគឺខុសហើយដែលគាត់នឹងឯងគឺជាអ្នកស្នងរូបហ្នឹងតែងតែវែងដានគេឲ្យទៅទិសខាងត្បូងហ្នឹងទៅហើយក៏ប្រើអាគមអូមអាមហ្នឹងតងចិត្តឲ្យទៅចងកនៅដើមឈើនឹងជុំគ្នាហើយក៏យកព្រលឹងទៅអញ្ចឹងណាហើយនេះហើយគឺជាមូលហេតុដែលធ្វើឲ្យអ្នកភូមិទាំងអស់ហ្នឹងទៅចងកនៅកន្លែងដើមឈើតែមួយគាត់តែស្ដាប់ហើយគឺគាត់អាណិតប្អូនគាត់ហើយនឹងប្អូនថ្លៃគាត់ខ្លាំងមែនតែនជាពិសេសអត់ដឹងមានរឿងអីពាក់ព័ន្ធទៅដល់ម៉ែគាត់ទៀតមិនត្រឹមតែបងប្អូនគាត់នឹងទេប្រហែលជាមានការលេងគ្នាទៅមកអីអញ្ចឹងហើយបានធ្វើឲ្យម៉ែគាត់នឹងស្លាប់នៅពេលហ្នឹងណាអញ្ចឹងគាត់មានការសោកស្ដាយខ្លាំងមែនតែនចំណែកបងណែតវិញក៏គាត់ពិបាកចិត្តដែរនៅពេលនេះគឺមានតែពីរអ្នកម៉ែកូនរស់នៅផ្ទះហ្នឹងអត់ដឹងថានាងសំពងសក់ធំហ្នឹងគឺវាទៅដល់ណាដល់ណីទៀតទេហើយរឿងរបស់យើងក៏បញ្ចប់ត្រឹមហ្នឹងដែរអេដមីនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តនឹងសាច់រឿងមួយនេះអរគុណច្រើនជួបគ្នាជាមួយនឹងអេដមីននៅអេពីសូតថ្មីបាយបាយ